ទីបំផុត Harry Kane ស្គាល់រសជាតិពៀនលើកដំបូងក្នុងអាជីពបន្ទាប់ពីក្រុម Bayer Leverkusen បានធ្លាប់ប្រកួតស្មើ2-2ជាមួយនឹងក្រុម Freiburg កាលពីយប់មិញបានធ្វើឲ្យក្រុម AC Bayern Munich ក្លាយជាជើងឯក Bundesliga ជាលើកទី34ខណៈដែលបរិះកំសត់ពៀន Harry Kane ស្គាល់រសជាតិពៀនជាលើកដំបូងក្នុងអាជីពរបស់ខ្លួននៅឯកីឡដ្ឋាន Europa Park កាលពីម្សិលមិញនេះក្រុមម្ចាស់ផ្ទះ Freiburg បាននាំមុខ Leverkusen 2-0 មុនពេលដែលខ្សែប្រយុទ្ធ Florian Wirtz និងកីឡាករ Jonathan Tah រកបានម្នាក់មួយគ្រាប់នៅ10នាទីចុងក្រោយតាមរយៈលទ្ធផលនេះ Leverkusen ស្ថិតនៅចំណាត់ថ្នាក់លេខ2ដោយមាន68ពិន្ទុតាមពីក្រោយ Bayern Munich ចំនួន8ពិន្ទុខណៈនៅសល់ការប្រកួតតែ2ទៀតប៉ុណ្ណោះដូច្នេះ Bayern Munich មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់លើកពានរង្វាន់ Bundesliga លើកទី34របស់ពួកគេអ្វីដែលគួរចាប់អារម្មណ៍បំផុតនោះមិនមែនជាការលើកពានរបស់ Bayern Munich នោះទេតែវាគឺជាការស្គាល់រសជាតិពៀនជាលើកដំបូងរបស់ខ្សែប្រយុទ្ធកំសត់ពៀន Harry Kane ដោយបានបញ្ចប់ការប្រកួតចំនួន694ប្រកួតរបស់ខ្លួនទាំងនៅក្លឹបនិងជម្រើសជាតិដោយមិនបានឈ្នះពានណាមួយឡើយកន្លងមកខ្សែប្រយុទ្ធអង់គ្លេសរូបនេះបានត្រឹមរងជើងឯកចំនួន7លើកមកហើយពោលគឺនៅក្នុងការប្រកួត Champions League ក្នុងឆ្នាំ2019ការប្រកួត Premier League ឆ្នាំ2017និង2015និងការប្រកួត League Cup ឆ្នាំ2021ចំណែកឯនៅក្រុមជម្រើសជាតិអង់គ្លេសវិញរូគេបានត្រឹមរងជើងឯក Euro 2020និង Euro 2024ហើយកាលពីរដូវកាលមុននៅ Bayern Munich ខ្សែប្រយុទ្ធវ័យ31ឆ្នាំរូបនេះក៏បានចាញ់ German Cup ក្រុមស្នាដៃក្រុម Leipzig ផងដែរប៉ុន្មាននាទីបន្ទាប់ពីក្រុមរបស់គាត់ឈ្នះជើងឯក Harry Kane បានបង្ហោះរូប emoji នៃ Cup នៅលើ Instagram Story របស់ខ្លួនខ្សែប្រយុទ្ធវ័យ31ឆ្នាំរូបនេះក៏បានចែករំលែកនៅវីដេអូនៃការប្រារព្ធពិធីដោយច្រៀងបទ We Are the Champion និងផឹកស្រាសាំប៉ាញជាមួយនឹងមិត្តរួមក្រុមផងដែរក្រៅពី Harry Kane គ្រូបង្វឹក Bayern Munich លោក Vincent Kompany ក៏បានឈ្នះពានរង្វាន់ Bundesliga ក្នុងរដូវកាលដំបូងរបស់គាត់ផងដែរខណៈនេះក៏ជាពានធំដំបូងរបស់លោក Kompany បន្ទាប់ពីឈ្នះជើងឯកជាមួយនឹងក្រុម Burnley ក្នុងរដូវកាល2022-2023